ឡាករប្រដាល់ឡាវស៊ីណាតដែលជាជើងឯកជម្រើសជាតិកម្ពុជាបានបង្ហាញខ្លួននៅក្នុងសង្វៀនប្រដាល់ CTN នាថ្ងៃនេះជាការត្រៀមខ្លួនសម្រាប់កម្មវិធីប្រដាល់អន្តរជាតិរវាងព្រះរាជាណាចក្រកម្ពុជានិងឡាវកម្មវិធីប្រដាល់នាថ្ងៃទី9ខែវិច្ឆិកាឆ្នាំនោះត្រូវបាននាំមកជូនលោកអ្នកដោយបណ្ដាញទូរទស្សន៍កម្ពុជា CTN សហការជាមួយនឹង PD Carson Promotion ក្រោមការឧបត្ថម្ភដោយ Cellcard ស្រាផែនដី Protect បាកាសនិងសន្តាគារកម្ពុជាណាហើយនោះក៏ជាព្រឹត្តិការណ៍លើកដំបូងដែរដែលក្រុមកីឡាករប្រដាល់កម្ពុជានិងឡាវជួបប្រកួតគ្នានៅលើខ្សែរ៉េងសូមរំលឹកថាកីឡាករឡាវស៊ីណាតកាលពីដើមឆ្នាំនេះបានផ្ដួលកីឡាករអេស្ប៉ាញ Rafael Simones នៅក្នុងការប្រកួតនាក្រុងបាវិតហើយនៅថ្ងៃនេះគាត់បាននិយាយថាគាត់ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខជាមួយនឹងគូប្រកួតឡាវដែលជាម្ចាស់មេដាយមាស SEA Games ផងដែរខ្ញុំអត់ខ្លាចឡាវព្រោះអីខ្ញុំវឹកហាត់ដល់កម្រិតចាំមើលថ្ងៃទី9ខាងមុខនេះខ្ញុំនឹងវាយអស់ពីសមត្ថភាពដើម្បីឈ្នះឡាវសូមជម្រាបថាសម្បត្តិសម្រាប់កម្មវិធីប្រដាល់នាថ្ងៃទី9ខែវិច្ឆិកាខាងមុខនោះមានដាក់លក់ហើយដោយក្នុងនោះសម្បត្តិសម្រាប់កន្លែងឈរទស្សនាមានតម្លៃ$3សហរដ្ឋអាមេរិកនិង$5សហរដ្ឋអាមេរិកសម្រាប់កន្លែងអង្គុយក្បែរសង្វៀនប្រដាល់